បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel អ៊ុតឡាតិចនីខលបាទតើសុខសប្បាយជាទេបាទហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram គឺជាគន្លឹះប្រើ voice សំឡេងក្នុង Telegramបាទហើយដើម្បីយើងប្រើ voice សំឡេងនៅក្នុង Telegram របស់យើងតើយើងត្រូវធ្វើដូចម្ដេចដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីដែលជាវីដេអូផ្ដល់នៅចំណេះដឹងនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយនៅពេលនេះខ្ញុំសូមចូលទៅក្នុងកម្មវិធី Telegram បាទហើយខ្ញុំសូមលើកយកនៅក្រុម Telegram មួយដើម្បីធ្វើការបង្ហាញគឺក្រុមឈ្មោះថាក្រុមមេរៀន Telegram នេះបាទហើយខ្ញុំសូមចូលទៅខាងក្នុងបាទហើយនៅកន្លែងយើង voice ជាសំឡេងនៅខាងក្រោមនេះបាទហើយនៅពេលដែលយើងធ្វើការប្រើ microphone ដែលជា voice សំឡេងនៅក្នុងកម្មវិធី Telegram នេះប្រសិនជាយើងចង់ធ្វើការផ្ញើសំឡេងទៅភាគីម្ខាងទៀតគឺយើងចុចនៅកន្លែង voice សំឡេងនេះហើយយើងធ្វើការចុចបញ្ជូនគឺយើងអាចធ្វើការផ្ញើទៅឲ្យភាគីម្ខាងទៀតប៉ុន្តែនៅកន្លែង microphone នេះគឺយើងមានលក្ខណៈពិសេសលើសពីនេះទៀតបាទអាចខ្ញុំសូមធ្វើការបង្ហាញដោយយើងធ្វើការសង្កត់ទៅលើរូប microphone នេះហើយយើងធ្វើការនិយាយបាទហើយខ្ញុំសូមធ្វើការសង្កត់លើរូប microphone នេះបាទសួស្តីបងប្អូនទាំងអស់គ្នាបាទហើយនៅខាងលើគឺយើងឃើញរូបសោពណ៌ប្រផេះប្រសិនជាយើងចង់ធ្វើការ stop នៅសារសំឡេងរបស់យើងហើយយើងចង់ធ្វើការបន្តនៅសារសំឡេងរបស់យើងមួយនេះដដែលដោយយើងមិនចង់ធ្វើការផ្ញើជា voice សំឡេងមានចំនួន2គឺយើងគ្រាន់តែធ្វើការអូសឡើងទៅលើបន្តិចគឺយើងនឹងឃើញសញ្ញានៅកន្លែងនេះគឺ voice សំឡេងនេះកំពុងតែធ្វើការនាទីដើររហូតហើយយើងចង់ធ្វើការ stop គឺយើងធ្វើការ stop កន្លែងនេះបានបាទនៅកន្លែងសញ្ញាស្មើនេះបាទនេះគឺយើងធ្វើការ stop ហើយយើងអាចធ្វើការ play នៅសំឡេង voice នេះឡើងវិញដោយយើងមិនទាន់ធ្វើការផ្ញើចេញទៅខាងក្រៅទេហើយប្រសិនជាយើងស្ដាប់នៅសំឡេងនេះរួចហើយគឺយើងចង់និយាយបន្ថែមទៀតគឺយើងគ្រាន់តែចុចនៅកន្លែងរូប microphone នេះម្ដងទៀតគឺនាទីនៅកន្លែងនេះនឹងដើរបន្តពី voice ដែលយើងបាននិយាយនេះហើយបាទហើយខ្ញុំសូមធ្វើការបង្ហាញដោយខ្ញុំចុចនៅកន្លែង microphone នេះម្ដងទៀតបាទនេះគឺ voice សំឡេងនេះបានធ្វើការដើរបន្តពីនាទីដែលខ្ញុំបានធ្វើការ stop នៅកន្លែងទី1ឥឡូវនេះគឺ voice សំឡេងនេះគឺនាទីដើរទៅមុខបន្ថែមទៀតបាទហើយបន្ទាប់មកទៀតប្រសិនជាយើងធ្វើការផ្ញើនៅ voice សំឡេងនេះមានលក្ខណៈគ្រប់គ្រាន់ហើយយើងអាចចុចនៅកន្លែងសញ្ញាបញ្ជូននេះក៏បានហើយមានមុខងារមួយទៀតនៅក្នុង voice សំឡេងនេះគឺយើងអាចធ្វើការផ្ញើនៅក្នុងពេលណាមួយក៏បានដោយយើងកំណត់រយៈពេលនៃការផ្ញើនោះបាទហើយដើម្បីយើងធ្វើការកំណត់រយៈពេលនៃការផ្ញើទៀតគឺយើងចុចនៅកន្លែងសញ្ញាស្មើនេះឲ្យចេញសញ្ញា stop បាទហើយខ្ញុំចុចកន្លែងសញ្ញាស្មើនេះម្ដងទៀតបាទនេះគឺយើងបានធ្វើការ stop នៅ voice សំឡេងនេះម្ដងទៀតហើយយើងអាចកំណត់រយៈពេល voice សំឡេងនេះដើម្បីផ្ញើចេញទៅខាងក្រៅគឺយើងគ្រាន់តែសង្កត់នៅកន្លែងសញ្ញាព្រួញផ្ញើនេះឲ្យយូរបន្តិចបាទបន្ទាប់ពីយើងសង្កត់ឲ្យយូរបន្តិចទៅយើងនឹងឃើញនៅអក្សរចំនួន2ជួរនេះបាទហើយអក្សរទី1គឺកន្លែងដែលយើងចង់ធ្វើការកំណត់ពេលវេលាដែលយើងធ្វើការផ្ញើ voice នេះចេញបាទគឺកន្លែងពាក្យថា schedule message នេះហើយយើងចូលទៅកន្លែងពាក្យថា schedule message នេះ
នេះគឺពាក្យថា today 13គឺបានន័យថាថ្ងៃនេះម៉ោង 1:34 នាទីហើយប្រសិនជាយើងចង់ធ្វើការផ្ញើនៅថ្ងៃខាងមុខគឺយើងគ្រាន់តែអូសនៅកន្លែងពាក្យថា today នេះឡើងទៅលើបាទនេះបានន័យថាផ្ញើនៅថ្ងៃបន្ទាប់បាទហើយនៅក្នុងម៉ោង 1:34 នាទីនេះដដែលបាទហើយប្រសិនជាយើងជ្រើសរើសយកកន្លែងនេះគឺយើងចុចយកនៅកន្លែងពណ៌ខៀវនៅខាងក្រោមនេះបាទហើយខ្ញុំសូមចុចនៅកន្លែងពណ៌ខៀវនេះបាទនេះគឺយើងបានធ្វើការផ្ញើនៅ voice សំឡេងរបស់យើងដោយយើងបានកំណត់នៅកាលវិភាគគឺនៅក្នុងថ្ងៃទី4ម៉ោង 1:34 នាទីគឺ voice សំឡេងនេះនឹងធ្វើការផ្ញើចូលទៅក្នុងក្រុម Telegram របស់ខ្ញុំឈ្មោះថាក្រុមមេរៀន Telegram បាទហើយខ្ញុំសូមចេញមកខាងក្រៅវិញនេះគឺកន្លែងដែល voice សំឡេងរបស់ខ្ញុំនេះគឺមិនទាន់ឃើញផ្ញើចូលនៅក្នុងក្រុមមេរៀន Telegram នេះទេដោយសារខ្ញុំបានធ្វើការកំណត់នៅកាលវិភាគដើម្បីធ្វើការផ្ញើនៅ voice សំឡេងនេះហើយសញ្ញានេះគឺតំណាងឲ្យពេលវេលាដែលខ្ញុំបានធ្វើការកំណត់អំបញ្ញមិញនេះគឺកន្លែងមានប្រអប់ហើយពណ៌ក្រហមនេះបាទយើងអាចចូលទៅមើលម្ដងទៀតបានដោយយើងចុចទៅលើសញ្ញាប្រអប់ពណ៌ក្រហមបន្តិចនេះបាទនេះគឺយើងចូលមកនៅក្នុងឆាតដែលមានឈ្មោះថា schedule message នេះបាទនេះគឺកន្លែង voice ជាសំឡេងរបស់ខ្ញុំនេះបាទហើយខ្ញុំសូមចេញមកកន្លែងក្រុមមេរៀន Telegram វិញបាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាចង់ធ្វើការផ្ញើនៅ voice សំឡេងរបស់យើងគឺយើងអាចធ្វើតាមវិធីនេះបានបាទហើយនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពីគន្លឹះប្រើ voice សំឡេងក្នុង Telegram បាទហើយប្រសិនជាលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនឹងឆ្លើយជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំបាទនេះគឺមានវីដេអូជាច្រើនទៀតដែលជាវីដេអូផ្ដល់នៅចំណេះដឹងសម្រាប់បង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកវីដេអូថ្មីដែលជាវីដេអូផ្ដល់នៅចំណេះដឹងសម្រាប់បង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់បាទសូមអរគុណហើយនឹងសូមជម្រាបលា